សុស្ដីបងប្អូនថ្នាក់ទី12ទាំងអស់គ្នាឥឡូវយើងមករៀនជាមួយលោកគ្រូអំពីលំហាត់បាក់ឌុបប្រឡងឆ្នាំ2013ថ្នាក់វិទ្យាសាស្ត្រសង្គមដែលនៅពេលនេះលោកគ្រូបដោតទៅលើមេរៀនទី1ទ្រឹស្ដីស៊ីនតិចនៅឧស្ម័នអញ្ចឹងយើងនឹងកែតែលំហាត់ដែលពាក់ព័ន្ធជាមួយនឹងមេរៀនទី1ទ្រឹស្ដីស៊ីនតិចនៅឧស្ម័នអូខេអញ្ចឹងយើងទៅមើលទម្រង់វិញ្ញាសាទាំងមូលតែម្ដងដែលប្រឡងនៅក្នុងឆ្នាំ2013អញ្ចឹងអ្នកឲ្យបានឃើញនេះនៅលើ screen របស់យើងគឺមានចំនួនប្រមាណរម៉ាំងបាទគឺមានចំនួន5រម៉ាំងអញ្ចឹងនៅពេលដែលទទួលបានវិញ្ញាសាត្រូវអានវាមួយចប់សិនបន្ទាប់មកយើងនឹងដឹងថាតើមេរៀនណាពាក់ព័ន្ធជាមួយនឹងខ្លឹមសារមេរៀនណាមួយណាដែលយើងបានរៀនអញ្ចឹងនៅពេលនេះយើងកំណត់បានហើយថារម៉ាំងទី1គឺពាក់ព័ន្ធជាមួយនឹងទ្រឹស្ដីស៊ីនេតិកនៃឧស្ម័នបន្ទាប់មកទៀតអ្វីដែលអ្នកនរគ្នាត្រូវតែដឹងហ្នឹងយើងត្រូវធ្វើការអានលំហាត់ហើយនៅក្នុងការអានលំហាត់គឺយើងនឹងទទួលបានការណូតបាទណូតសំខាន់លំហាត់បញ្ញត្តិដែលគេបានប្រាប់អញ្ចឹងដូច្នេះដូចជាគ្រូបានគូសឲ្យអញ្ចឹងយើងធ្វើការអានបដាយើងគូសបដាមែនទេឥឡូវនេះគ្រូបានគូសឲ្យហើយតែឥឡូវយើងទៅអានម្ដងទៀតអញ្ចឹងគេថាផើងមួយមានមៀតអញ្ចឹងមៀតតាំងនៅអក្សរអីយើងសរសេរអញ្ចឹងមកហើយផ្ទុកឧស្ម័នដែលមានចំនួន n mol មែនទេ n mol អញ្ចឹង n mol របស់យើងគឺប្រមាណគឺ 2.0 mol ឬក៏2 mol ហ្នឹងស្ថិតនៅក្រោមសម្ពាធ6 atm សម្ពាធហ្នឹងគឺតាំងនៅអក្សរ p មែនទេហើយ1 atm ស្មើនឹង 1.013 គុណនឹង10សគុណ5 Pascal ហើយនៅពេលនេះគឺគេគណនាតម្លៃមធ្យមនៃថាមពលស៊ីនេតិកនៃម៉ូលេគុលឧស្ម័ននីមួយៗដែលតាមដោយអក្សរ KAV ហើយគេឲ្យថេអាវ៉ូកូត្រូមែនទេអញ្ចឹងដោយសារតែគ្រូបានរៀបចំចម្លើយសំទុះរៀបចំបំរាប់រួចហើយអញ្ចឹងបន្ទាប់ពីយើងគូសយើងស្រង់ដាក់លើกระดาษ note របស់យើងក៏បានឬក៏មិនបាច់ស្រង់អញ្ចឹងក៏បានដែរប៉ុន្តែយើងត្រូវដឹងថាអ្វីដែលយើងបានស្គាល់អ្វីដែលយើងមិនទាន់បានស្គាល់ហើយយើងប្រើប្រាស់រូបមន្តណាចឹងលោកគ្រូបានស្រង់នេះគឺតម្លៃមៀតតម្លៃចំនួនម៉ូលរបស់វាហើយនឹងសម្ពាធហើយសម្ពាធហ្នឹងដោយសារតែគេប្រាប់6 atm អញ្ចឹង6 atm មិនអាចជំនួសចូលទៅក្នុងរូបមន្តយើងបានទេដូច្នេះយើងត្រូវជំនួស1 atm នេះនៅកន្លែង6 atm ហ្នឹងដោយ 1.013 គុណនឹង10សគុណ5 Pascal ទើបយើងទទួលបានខ្នាតត្រឹមត្រូវមែនទេអូខេអញ្ចឹងក្នុង1ម៉ូលនេះយើងទៅសេថាម៉ូលសគុណដក1ហ្នឹងកុំឲ្យអត់ដឹងណាគេទៅសេពេលនេះមានថាក្នុងអាហ្នឹងគឺមានថាគេអាចទៅសេ 6.02 គុណនឹង10សគុណ23ក្នុង1ម៉ូលចេះក៏បានដែរណាក្នុង1ម៉ូលអញ្ចឹងក៏បានដែរអញ្ចឹងមានអីឆ្ងល់ទេប៉ុណ្ណឹងបាទបើឆ្ងល់ចាំយើង comment សួរអញ្ចឹងបន្ទាប់ពីយើងអានលំហាត់ហើយយើងស្រង់បំរាប់រួចយើងត្រូវកំណត់ឲ្យបានថាតើរូបមន្តណាដែលយើងត្រូវប្រើប្រាស់នៅក្នុងលំហាត់យើងអញ្ចឹងរូបមន្តទី1គឺពាក់ព័ន្ធជាមួយនឹងអីតម្លៃមធ្យមនៃថាមពលស៊ីនេតិកណាតម្លៃមធ្យមនៃថាមពលស៊ីនេតិកអញ្ចឹងទៅសេបំរាប់ឲ្យគេផងគឺតម្លៃមធ្យមថាមពលស៊ីនេតិកអញ្ចឹងរូបមន្តវាស្មើអីទៅតម្លៃមធ្យមថាមពលស៊ីនេតិកអ្នកនរគ្នាឃើញទេអញ្ចឹងគឺតាមអក្សរអីគេអក្សរ KAV ស្មើ3លើ2 KBT ឥឡូវអូនឯងត្រូវដឹង KB យើងស្គាល់នៅហើយ T យើងស្គាល់នៅណាបើយើងអត់ស្គាល់តម្លៃពីរនេះទេយើងអាចរកបានទេមែនទេបាទឥឡូវយើងចូលមកដល់ការដោះស្រាយតែម្ដងគឺយើងត្រូវសរសេរតាមដំណាក់កាលមែនទេអញ្ចឹងយើងគណនាតម្លៃមធ្យមនៃថាមពលស៊ីនេតិកអញ្ចឹងបងប្អូនទាំងនេះត្រូវដាក់ថាតាមរូបមន្ត KAV ស្មើ3លើ2 KBT តែឥឡូវយើងគិតមើល T ស្គាល់នៅតែនេះគឺដាក់ដើម្បីរក T អញ្ចឹងT ស្មើគេ T គឺស្មើនឹងប្រមាណបាទអត់ស្គាល់ហើយយើងមានតែពឹងផ្អែកលើរូបមន្តហ្នឹងហើយ PV ស្មើ NRT អញ្ចឹង T រក T ទៅគឺយើងបោះ NR ទៅខាងក្រោមមែនទេតមកពីបានប៉ុណ្ណឹងហើយធ្វើម៉េចទៀតគឺយើងយក T ហ្នឹងទៅជំនួសខាងរូបមន្តខាងលើអ
ចឹងអ្នកអស់ឲ្យច្បាស់ជាទទួលបានប៉ុន្មានទៅបាទទទួលបាន KAV ស្មើ3លើ2 KB ហើយនេះគឺជាតម្លៃរបស់ T ចឹងអាចសរសេរចេះមែនទេក៏ប៉ុន្តែយើងសង្កេតឃើញថាមានចំនួន T របស់យើងដល់ទៅ2គឺអីខ្លះគឺ KB ជាមួយនឹងអីគេជាមួយនឹង NR ណា KB ជាមួយនឹង NR ធ្វើម៉េចទៅទើបឃើញតម្លៃនេះដោយសារតែយើងមានរូបមន្ត R បាទ R ស្មើគេ R វាស្មើជាមួយនឹង NA គុណនឹងអីគេ NA គុណមួយនឹងអីគុណនឹង KB ឃើញទេហើយបើសិនជាយើងទាញរកបាទ KB នៅលើ R គឺវាឃើញអីគេ1នៅលើ NA អញ្ចឹង1នៅលើ NA ក៏ប៉ុន្តែដើម្បីងាយស្រួលយើងឥឡូវសាកទាញសិនណាទាញរក KB នៅលើ N នៅលើ R អញ្ចឹងវាស្មើ1នៅលើ NA អញ្ចឹងយើងអាចជំនួសបន្តទៀតទៅអញ្ចឹងអាចសរសេរបានថាសរសេរមកខាងក្រោមតិចទៅ3បាទ PV 2N ហើយគុណជាមួយនឹង1នៅលើ NA អញ្ចឹងអ្នកអង្គទទួលបានអីគេបាទ 3PV ដដែលនៅខាងលើហើយអាពីក្រោមរបស់យើងគឺ 2N គុណនឹង NA អានេះគឺជាអ្វីដែលយើងបានស្គាល់ព្រោះយើងអត់អាចស្គាល់ KB ហើយនឹង NR បានទេព្រោះប្រធានរហ័សរបស់យើងអត់មានផងមានតែ NA អញ្ចឹងយើងត្រូវតែច្នៃធ្វើម៉េចឲ្យចេញ NA ណាចេញ NA ឥឡូវចេញហើយអញ្ចឹង P ក៏ស្គាល់បាទ V ក៏ស្គាល់ N តូចក៏ស្គាល់ហើយចំនួនអវកត្រក៏ស្គាល់ឥឡូវយើងទៅធ្វើការចំនួនលេខតែម្ដងគឺនោះយ៉ាងម៉េចទៅបាទគឺយកតម្លៃញ៉ាត់មួយហ្នឹងមកជំនួសចូលនៅក្នុងរូបមន្តរបស់យើងអញ្ចឹងយើងនឹងទទួលបានបាទនេះណា3គុណនឹងតម្លៃ P ហើយគុណនឹងតម្លៃ V V គឺ5គុណនឹង10ស្ដល់3ហើយ2នេះ2ពីក្រោមនេះគឺជា2នៅក្នុងរូបមន្តហើយនេះ N តូចហើយនេះគឺ NA ចំណុចចុងក្រោយគឺ 3.79 គុណនឹង10ស្វ័យគុណដក22ជូលអញ្ចឹងយើងអាចសរសេរដូចនេះខ្លួនឯងមែនទេបាទសរសេរដូចនេះខ្លួនឯងអូខេអញ្ចឹងដូចនេះគឺតម្លៃថាមពលសៀនតិមជុំគឺស្មើប៉ុណ្ណឹងសរសេរបន្តទៅដើម្បីទទួលបានបន្ទុកពេញអញ្ចឹងអ្នកគ្រូបានបង្រៀនអ្នកនរគ្នាអំពីលំហាត់ប្រឡងអាដប់ឆ្នាំ2013ថ្នាក់វិទ្យាសាស្ត្រសង្គមពាក់ព័ន្ធនឹងមេរៀនទី1អញ្ចឹងយើងចូលមកដល់ទីបញ្ចប់ហើយទូអរគុណសម្រាប់ការទស្សនាហើយកុំភ្លេចប្រឹងប្រែងរៀនដើម្បីយកនិទេសល្អអរគុណសូមជម្រាបលា